ឈាមច្រមុះជាទូទៅមិនមែនជាអាការៈធ្ងន់ធ្ងរទេឈាមហូរចេញមកពេលខ្លះតែពី3សង់ទីលីត្រប៉ុណ្ណោះក៏ប៉ុន្តែមើលទៅហាក់បីដូចជាច្រើនសន្ធឹកសន្ធាប់ណាស់ជាហេតុធ្វើឲ្យអ្នកខ្លាចឈាមឬក៏អ្នកមានអារម្មណ៍ឆាប់ភ័យអាចជួបអាការៈវិលមុខភ្លាមមួយរំពេចក៏ប៉ុន្តែសូមកុំព្រួយបារម្ភការឈាមច្រមុះមិនបង្កឲ្យមានជំងឺធ្ងន់ធ្ងរឡើយហើយអាចបញ្ជៀសនិងបញ្ឈប់បានដោយកាយវិការយ៉ាងសាមញ្ញបំផុតដើម្បីឲ្យបានកាន់តែប្រកបនិងបំបត្តិការព្រួយបារម្ភនៅក្នុងខ្លួនយើងសូមអញ្ជើញស្ដាប់ការបកស្រាយតាមបែបកាយវិភាគសាស្ត្រឬក៏ហៅជាភាសាបារាំងថា anatomy ច្រមុះយើងមានរន្ធ2ខណ្ឌចែកគ្នាដោយរនាំងជាឆ្អឹងខ្ចីនៅចុងឆ្អឹងខ្ចីជាប់ស្បែកចុងច្រមុះដែលសើមជានិច្ចនោះគឺជាកន្លែងជួបគ្នានៃពពួកសរសៃឈាមតូចៗឆ្មាដែលងាយនឹងដាច់ចេញឈាមមកណាស់ហើយក៏ងាយសះជាត្រឡប់ទៅវិញដែរទាំងខ្ចីទាំងទុនចំណុចប្រសពចុងច្រមុះនិងចុងឆ្អឹងខ្ចីនេះងាយរងការប៉ះទង្គិចនិងងាយធ្លាយចេញឈាមណាស់គ្រាន់តែមានការតឹងសរសៃឈាមលូកកូនដៃកេះខួងច្រមុះធ្ងន់ដៃបន្តិចក៏អាចធ្វើឲ្យមានការចេញឈាមបានដែរនៅពេលមានអាកាសធាតុក្តៅខ្លាំងមុខយើងឡើងក្រហមសរសៃឈាមក៏ចាប់រីកនៅពេលដែលមានកម្ដៅបូកផ្សំនឹងអាកាសធាតុស្ងួតកណ្ដាស់តែមួយឆែតក៏អាចធ្លាយសរសៃឈាមកាត់ជាអាការៈចេញឈាមតាមច្រមុះបានឈាមច្រមុះជួនចេញពីរន្ធទាំងពីរជួនចេញតែម្ខាងនៅពេលខ្លះទៀតឈាមច្រមុះហូរធ្លាក់ទៅក្នុងខ្លួនតាមបំពង់កដែលយើងអាចលេបចូលបានដោយមិនដឹងខ្លួនឬក៏អាចខ្ជាក់មកក្រៅបានក្នុងករណីនេះសូមកុំព្រួយបារម្ភអីពីព្រោះមិនមែនជាការក្អកចេញឈាមឡើយការឈាមច្រមុះមិនបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយទេក៏ប៉ុន្តែបើការហូរឈាមអស់ច្រើននិងអូសបន្លាយពេលវេលាយូរការបាត់បង់ឈាមអាចនឹងអស់ច្រើនលោកវិជ្ជបណ្ឌិត Gérald Kerzek ឯកទេសផ្នែកសង្គ្រោះបន្ទាន់សូមពន្យល់លម្អិតជូន Alors, le saignement de nez, c'est effectivement un symptôme extrêmement bénin. On l'appelle aussi épistaxis, une épistaxis ou une rhinorragie. Mais ça revient au même, c'est le nez qui saigne. Si le nez saigne, c'est qu'il est vascularisé. Et quand on a rhinorragie, que les traumatisés, par exemple en se grattant le nez chez les enfants, c'est ដោយគ្រប់គ្នាបានដឹងហើយថាសរសៃឈាមតូចៗឆ្មាបានហូរមកជួបគ្នានៅចុងច្រមុះចុងឆ្អឹងខ្ចីដែលជាកន្លែងមិនសូវមានអ្វីការពារទេដូច្នេះប៉ះតែបន្តិចក៏ចេញឈាមក៏ប៉ុន្តែគ្មានអ្វីជាការធ្ងន់ធ្ងរឡើយត្រូវតែត្រជាក់បន្តិចក៏បាត់ទៅវិញករណីឈាមច្រមុះច្រើនមែនទែនគ្មានគ្រោះថ្នាក់និងក៏គ្មានអ្វីគួរឲ្យព្រួយបារម្ភត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ដែរកាយវិការសាមញ្ញដូចជាបិទច្រមុះសំងំអង្គុយបន្តិចនឹងបានស្រាកស្រានហើយអ្វីដែលយើងគួរត្រូវប្រុងប្រយ័ត្នគឺនៅពេលដែលមានការហូរឈាមច្រើនពេកពាក្យថាហូរឈាមច្រើនមិនមែនមានន័យថាឈាមសើមជួបកន្សែងមួយទេបើឈាមហូរមិនឈប់ដល់សឹងថាអាចពេញមួយកូនកែវជ័រទើបត្រូវរិះគិតរោគផលវិបាកផ្សេងពីព្រោះបើឈាមចេញច្រើនពេកនោះបេះដូងអាចនឹងពិបាកសម្របខ្លួនជាពិសេសចំពោះអ្នកដែលមានជំងឺបេះដូងស្រាប់ឆាប់នឿយហត់អ្នកដែលមានលេបថ្នាំព្យាបាលជំងឺជាប់នឹងខ្លួនទៀតក្នុងករណីនេះការហូរឈាមចេញតាមច្រមុះអាចជាមូលហេតុសមស្របគួរគិតគូរហៅរោគពេទ្យឬក៏បញ្ជូនទៅកន្លែងសង្គ្រោះបន្ទាន់គ្រោះថ្នាក់ទី2គឺចំពោះអ្នកមានប្រវត្តិជំងឺចាស់ជំងឺថ្លើមនិងការព្យាបាលដោយប្រើថ្នាំពង្រាវឈាមថ្នាំពពួកប្រឆាំងនឹងឈាមឆាប់កកថ្នាំប្រឆាំងនឹងវីតាមីន K ឬក៏ថ្នាំអាស្ពីរីនដែលជាកម្មវត្ថុនៃការព្យាបាលជំងឺគឺជួយឲ្យឈាមរាវហូរស្រួលក្នុងករណីនេះការហូរឈាមច្រមុះមិនងាយនឹងឈប់បានឡើយពីព្រោះមានថ្នាំទៅពង្រាវឈាមអាចបំពេញបានតួនាទីយ៉ាងប្រពៃដូច្នេះត្រូវតែបញ្ជូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យភ្លាមគ្រោះថ្នាក់ធំទី3គឺអ្នកឈាមច្រមុះជារោគសញ្ញាសម្គាល់ជំងឺផ្សេងទៀតដែលទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យស៊ីជម្រៅមានជាអាចជំងឺសម្ពាធឈាមនៅពេលខាងមុខសម្ពាធឈាមឡើងប៉ង់សរសៃឈាមដោយបានទៅបុកទម្លាយឲ្យចេញឈាមតាម
តាមច្រមុះការឈាមតាមច្រមុះនេះមានតម្លៃជាសញ្ញារោគនៃជំងឺឡើងឈាមនៅមួយទៀតប្រសិនបើលោកអ្នកមិនដែលធ្លាប់មានកើតជំងឺឈាមច្រមុះទាល់តែសោះពីមុនមកក៏ប៉ុន្តែស្រាប់តែស្ងៀមភ្លាមមានអាការៈឈាមច្រមុះយ៉ាងជោគជាំហូរឈាមខ្លាំងម្ដងហើយម្ដងទៀតជាប់គ្នានោះគឺអាចជារោគសញ្ញានៃជំងឺនៅច្រមុះពលគឺមានដុំពកដុះនៅត្រង់ច្រមុះប្រសិនបើមានគ្រោះថ្នាក់ធ្លាក់បុកប៉ះចំច្រមុះហួយហូរហើយមានឈាមចេញតាមទៀតនោះគឺជាការធម្មតាទេយ៉ាងខ្លាំងគឺមានការបាក់ខ្ទង់ច្រមុះទៅពេទ្យលាបថ្នាំផ្សះតែបន្តិចក៏ជាហើយក៏ប៉ុន្តែបើមានការប៉ះទង្គិចនៅក្បាលគ្មានការប៉ះពាល់ត្រូវច្រមុះសោះតែបែរជាបន្តិចក្រោយមកមានហូរឈាមចេញតាមច្រមុះឬក៏ជាវត្ថុរាវសភាពថ្លាជាងឈាមធម្មតាគួរតែត្រូវរស់រាន់បញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ពីព្រោះនោះគឺជាសញ្ញាគ្រោះថ្នាក់ក្បាល Si vous prenez un coup sur la tête et pas sur le nez, il n'y a aucune raison de saigner du nez. Si vous saignez du nez, c'est un signe d'alerte. Ça peut être du sang qui coule du nez, mais ça peut être un liquide un peu plus séreux, un peu plus transparent. C'est un signe de traumatisme crânien grave et il faut appeler le SAMU Centre 15. អស់លោកនាងបានស្គាល់អំពីគ្រោះថ្នាក់ដែលបង្កឡើងដោយការឈាមច្រមុះហើយឥឡូវដល់វេលាដែលយើងត្រូវគិតគូរអំពីវិធីបញ្ឈប់ឈាមកុំឲ្យបន្តហូរចេញបានទៀតដំបូងបង្អស់អ្វីដែលអ្នកគួរចងចាំនិងគួរជៀសវាងឲ្យបាននោះគឺមិនត្រូវងើយក្បាលទៅក្រោយឡើយពីព្រោះពេលងើយយើងមើលមិនឃើញថាតើឈាមនៅក្នុងច្រមុះនៅតែបន្តហូរចេញមកទៀតឬក៏យ៉ាងណានោះទេមិនតែប៉ុណ្ណោះប្រសិនបើក្នុងករណីមានចេញឈាមច្រើនយើងអាចមានគ្រោះថ្នាក់ឈាមហូរខុសផ្លូវទៅក្នុងផ្លូវដង្ហើមមិនមែនផ្លូវដង្អាហារដែលអាចផ្ដល់ផលវិបាកអាក្រក់ខ្លាំងក្នុងករណីឈាមហូរធ្លាក់ចូលទៅក្នុងសួតមិនចូលទៅក្នុងក្រពះកាយវិការសាមញ្ញដែលត្រូវធ្វើសុទ្ធតែងាយមានជាអាចត្រូវរក្សាភាពស្ងប់ស្ងាត់ក្នុងអារម្មណ៍ដើម្បីបញ្ចុះសម្ពាធឈាមឬក៏ជៀសវាងកុំឲ្យមានសម្ពាធឈាមឡើងក្នុងករណីមានការចិញ្ចៀមច្រមុះខ្លាំងគួរតែគិតគូរវាស់ឈាមពីព្រោះបើសម្ពាធឈាមឡើងត្រូវបញ្ចុះឈាមសិនទើបអាចបញ្ឈប់ការហូរចិញ្ចៀមតាមច្រមុះបានអង្គុយឬក៏រក្សាជំហរពាក់កណ្ដាលអង្គុយនិងដាក់ក្បាលអោនមកមុខញើសសម្បោរដើម្បីបញ្ជៀសជំលះកំណកដុំឈាមតូចៗឲ្យចេញអស់ពីរន្ធច្រមុះហើយច្របាច់បិទរន្ធទាំងពីរយ៉ាងហោចណាស់10នាទីដើម្បីបំបិទរន្ធសរសៃឈាមតូចៗកុំឲ្យមានការហូរឈាមមកក្រៅទៀតដោយគោរពតាមអនុសាសន៍ខាងលើគេអាចបញ្ឈប់ករណីឈាមច្រមុះតាមធម្មតាបានយ៉ាងមានប្រសិទ្ធភាពបើពុំនោះទេគេអាចប្រើសម្លេងពិសេសដែលមានដាក់លក់នៅតាមគ្រប់ឱសថស្ថានសម្រាប់ទប់ទល់នឹងការឈាមច្រមុះនេះមានតែករណីបុគ្គលមានប្រវត្តិជំងឺជាប់ខ្លួនដូចជាជំងឺឈាមក្រកកមានការទទួលថ្នាំព្យាបាលប្រឆាំងនឹងឈាមក្រកកឬក៏មានលេបថ្នាំលើសឈាមដោយដែលបានរៀបរាប់ពីខាងដើមនោះទេដែលគួរប្រុងប្រយ័ត្នខ្លាំងនិងគិតគូរនាំទៅជួបគ្រូពេទ្យនៅពេលដែលមានករណីឈាមច្រមុះជោគជាំច្រើន